សួស្តីបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់នេតិតាន់ត្រីជីវិតនិងប្រវត្តិសាស្ត្រដ៏វិសេសវិសាលរបស់យើងថ្ងៃនេះខ្ញុំមានអារម្មណ៍រំភើបខ្លាំងមែនទែនដែលបាននាំអ្នកទាំងអស់គ្នាធ្វើដំណើរតាមរយៈសំឡេងទៅកាន់ទីតាំងប្រវត្តិសាស្ត្រដ៏អស្ចារ្យនិងអាថាកំបាំងបំផុតមួយនៅលើខ្នងភ្នំគូលែននោះគឺក្បាលស្ពានឬដែលពិភពលោកស្គាល់ថាជាស្ទឹងលឹង1000តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាបុព្វបុរសខ្មែរយើងមិនខ្លាចនឿយហត់ឡើងទៅឆ្លាក់រូបយ៉ាងស្រស់ស្អាតនៅលើបាតស្ទឹងដ៏ខ្ពស់បែបនេះបើតាមប្រវត្តិសាស្ត្រក្បាលស្ពានត្រូវបានចាប់ផ្ដើមកសាងឡើងតាំងពីសតវត្សរ៍ទី11ក្នុងរជ្ជកាលព្រះបាទសូរ្យវង្សមិនទី1និងបន្តរហូតដល់បញ្ចប់ជាស្ថាពរក្នុងរជ្ជកាលព្រះបាទអូរ្យឌីតេវង្សមិនទី2នេះមិនមែនគ្រាន់តែជាការឆ្លាក់រូបដើម្បីលម្អភ្នែកធម្មតានោះទេសូមសាកល្បងស្រមៃមើលទឹកដែលហូរធ្លាក់ពីលើភ្នំកាត់តាមចម្លាក់លឹងនិងយោនីរាប់មិនអស់ដែលបង្កប់ក្រោមផ្ទៃទឹកទាំងនោះនឹងคล้ายទៅជាទឹកមន្តដ៏ស័ក្តិសិទ្ធិបំផុតទឹកនេះហើយដែលហូរទៅស្រោចស្រពលើវិស័យកសិកម្មនិងផ្ដល់ជីវិតដល់អាណាចក្រអង្គរទាំងមូលនៅពេលដែលអ្នកដើរតាមផ្លូវព្រៃភ្នំចម្ងាយប្រហែល 1500 ម៉ែត្រអ្នកនឹងឮសំឡេងបាក់សាបាក់សីយំឆ្លងឆ្លេឈ្នាលាយឡំនឹងក្លិនព្រៃឈើដ៏ត្រជាក់និងសំឡេងទឹកជ្រោះធ្លាក់តិចៗពីចម្ងាយវាពិតជាមានក្តីសុខខ្លាំងណាស់លុះពេលទៅដល់កំពូលភ្នំអ្នកនឹងឃើញចម្លាក់ព្រះវិស្ណុផ្ទុំលើនាគរាជកម្លាំងសមុទ្រទឹកដោះនិងរូបព្រះព្រហ្មដែលរីកចេញពីផ្ចិតរបស់ទ្រង់វាជាស្នាដៃដ៏វិចិត្រដែលឆ្លាក់ដោយដៃមនុស្សនៅលើថ្មធម្មជាតិក្រោមចរិនទឹកហូរមិនដាច់ខ្ញុំនៅចាំបានថាកាលពីខ្ញុំទៅទីនោះលើកដំបូងជើងរបស់ខ្ញុំស្ទើរតែដើរលេងរួចទៅហើយប៉ុន្តែនៅពេលបានឃើញទឹកថ្លាឆ្វេងហូរលើចម្លាក់ថ្មពុកភាពហត់នឿយក៏រលាយបាត់អស់ភ្លាមៗតែម្ដងវាដូចជាយើងបានត្រឡប់ទៅកាន់អតីតកាលកាលពី 1000 ឆ្នាំមុនអញ្ចឹងក្បាលស្ពានគឺជាភ័ក្ត្របុស្តាងដែលបង្ហាញពីភាពឆ្លាតវៃនិងទេពកោសល្យខ្ពស់បំផុតរបស់បុព្វបុរសខ្មែរក្នុងការផ្សារភ្ជាប់ជំនឿសាសនាជាមួយនឹងធម្មជាតិនិងការរស់នៅប្រចាំថ្ងៃវាជាបេះដូងនៃប្រព័ន្ធធារៈសាស្ត្រនិងជាមរតកដែលមិនអាចកាត់ថ្លៃបានសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមានឱកាសទៅទស្សនានិងជួយថែរក្សាទីសក្ការៈដ៏អស្ចារ្យនេះទាំងអស់គ្នាណាសូមអរគុណសម្រាប់ការស្ដាប់នីតិ podcast របស់យើងនៅថ្ងៃនេះខ្ញុំសូមលាអ្នកទាំងអស់គ្នាត្រឹមនេះសិនសូមមានសុខភាពល្អនិងមានក្តីសុខគ្រប់គ្នា